បាទពុកម៉ែបងប្អូនតែងតែចង់ដឹងពីរឿងថាការតែងមេឃស្វាយចន្ទីហ្នឹងគឺតែងរបៀបណាដើម្បីឲ្យចន្ទីទទួលបានផលខ្ពស់បាទថ្ងៃនេះខ្ញុំបាទយុនសុផាបានមកដល់ទឹកដីនៃខេត្តកំពង់ធំគឺជាខេត្តអន្តរជាតិចន្ទីបាទអញ្ចឹងចំការនេះគឺកំពុងតែប្រើប្រាស់ជាមួយនឹងម្សៅកវ៉ោក៏ដូចជាជីបាទនៅដើមរដូវនេះបាទប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងបានមកចុះមកមើលនៅក្នុងការជួយបង្ហាត់បង្ហាញថាតើការតែងមេឃស្វាយចន្ទីនឹងធ្វើយ៉ាងណាដើម្បីទុកមេឃដែលសម្រាប់ផ្លែនិងកាត់មេឃដែលអត់ប្រយោជន៍ចេញបាទអញ្ចឹងយើងមើលតម្រង់ដើមចន្ទីនេះបាទយើងតែងយ៉ាងម៉េចក៏ដោយពុកម៉ែបងប្អូនបាទយើងមើលតម្រង់ធ្វើម៉េចឲ្យមេឃដែលមិនមានការចាក់ស្រេះបាទចាក់ស្រេះដល់ទល់គ្នាហើយត្រូវការពន្លឺចូលមកក្នុងដីចំការពុកម៉ែបងប្អូនអញ្ចឹងយើងកាត់តែមេឃខាងក្នុងដែលវានៅក្រោមពន្លឺមានន័យថាអត់ទទួលពន្លឺឬក៏យើងអាចនិយាយថាមេឃតូចមេឃក្នុងមេឃដែលចង្រៃមេឃពុកបាទដែលវាមិនមានលទ្ធភាពក្នុងការបដិកោសិកាថ្មីក្នុងការដែលធ្វើឲ្យចន្ទីពុកម៉ែបងប្អូនលាស់ត្រួយដើម្បីផ្ដល់ផលផ្កាផ្លែបាទអញ្ចឹងអានេះគឺជារឿងសំខាន់មែនទែនហើយយើងមើលសុខភាពដើមតើដើមរបស់យើងនឹងមានការបំផ្លាញអំពីពពួកដួងបាទឬក៏សត្វល្អិតចោះរូងបាទប៉ុន្តែចន្ទីអស់នេះគឺវាពិតជាមិនទាន់មានការបំផ្លាញទៅដោយកត្តាចង្រៃពពួកដួងអីទេបាទហើយក៏យើងពិនិត្យទៅលើការមានបែកសវកហៀជ័រគេហៅជំងឺអាំងតាណូសឬក៏មេឡាណូសបាទដែលវាធ្វើឲ្យដើមចន្ទីអន់ដែរទៅទេបាទអញ្ចឹងចំការរូបនេះជាភាគរយជាគោលដែលយើងត្រួតពិនិត្យនឹងការចុះដើមមើលនេះគឺយើងអាចនិយាយបានថាដើមវាមានសុខភាពល្អគឺអត់ទទួលរងនៅពពួកកត្តាចង្រៃដែលធ្វើឲ្យដើមនឹងខូចឬក៏ដើមអន់ទេបាទអញ្ចឹងចន្ទីចំការមួយនេះយើងសង្ឃឹមថាដើមអាយុកាល9ឆ្នាំនេះបាទ2 តោនកន្លះអត់ខ្វះបាទ2 តោនកន្លះខ្វះអញ្ចឹងខ្ញុំនឹងដឹកនាំចំការម្ចាស់ចំការរូបនេះនឹងធ្វើទៅតាមកម្មវិធីមិនថាតែមេឃបាទឬក៏សម្អាតដោយការភ្ជួរនៅខាងក្រោមនេះបាទហើយបាចកង្វោដាក់ជីបាទអញ្ចឹងគាត់បានដាក់ជីរួចហើយបាទនេះគេបាទចាប់ដើមដាក់ជីបាទគាត់បានដាក់ជីបាទឡើងអាចលេនមែនតើបាទនេះគឺប្រើជីសរីរាង្គធម្មជាតិបាទជាមួយនឹងការបាចម្សៅកង្វោបាទអញ្ចឹងស្មៅក៏ចាប់ដើមដុះមកវិញខ្លះតិចបាទប៉ុន្តែប៉ុណ្ណេះមិនជាថ្មីទេក៏ជាសញ្ញាមួយដ៏សំខាន់ដែរថាចំការរូបនេះកាលណាតែមានស្មៅដុះដីគឺអត់តន់ទទួលនឹងការរងបំផ្លាញឬក៏ជាតិអាស៊ីតនៅក្នុងដីហ្នឹងគឺគេហៅថាបំផ្លាញខ្លាំងទេបាទដោយសារស្មៅមួយចំនួនគឺការបង្ហាញអំពីដីដែលផុសធូរដីមានសំណើមដីមានជីជាតិបាទពុកម៉ែបងប្អូនមើលបាទគ្រាន់តែបាច់កង្វោគឺសិតតែនេះចលេនបាទអាចលេនបាទអាចលេនពេញដីបាទអញ្ចឹងការបាចកង្វោមិនចាំតែបង្កើតជាមួយនឹងជីធម្មជាតិដែលបង្កើតពពួកអាចលេនទេបាទម្សៅកង្វោនេះក៏មានតួនាទីទៅបង្កើតរុនខ្យល់បង្កើតជីវៈដែលល្អបាទមានដង្ហើមអុកស៊ីហ្សែននៅក្នុងការរស់ជីវៈល្អដែលមានប្រយោជន៍នៅក្នុងដីច្រើនប្រភេទមែនទែនដែលធ្វើឲ្យដីរបស់យើងចាប់ដើមដីកែប្រែពីដីរឹងក្តាំងមកដីផុសធូរហើយបង្កើតជីវៈដែលល្អដើម្បីទប់ស្កាត់នៅការបំផ្លាញទៅដោយប្រព័ន្ធឫសមិនថាក្រុមនៃម៉ាតូតចង្រៃដែលយាយីប្រព័ន្ធឫសឬក៏ក្រុមផ្សិតចង្រៃនោះទេបាទអញ្ចឹងអ្វីដែលសំខាន់ពុកម៉ែបងប្អូនបាទតែមេឃធ្វើយ៉ាងណាកុំយកមេឃដែលគេហៅថាមេឃផ្លែមេឃចន្ទីដែលល្អចេញហើយទុកមេឃដែលអត់ផ្លែអញ្ចឹងមេឃដែលផ្លែបាទពុកម៉ែបងប្អូនបាទយើងមើលបាទមេឃដែលមានសភាពហក់មកក្រៅបាទមេឃដែលមានសភាពហក់មកក្រៅហើយទទួលពន្លឺបានគ្រប់គ្រាន់បាទមេឃទាំងអស់នេះហើយគឺជាមេឃផ្ដល់ផលទៅដល់ពុកម៉ែបងប្អូនអញ្ចឹងមេឃដែលត្រង់ទៅលើបាទពុកម៉ែបងប្អូនបាទនេះគេហៅមេឃត្រង់ទៅលើអញ្ចឹងនៅក្នុងចន្ទីគឺត្រូវតែមានមេឃចេញមកក្រៅហើយនឹងមេឃដែលត្រង់ទៅលើអញ្ចឹងយើងត្រូវតែទុកខ្លះបាទដើម្បីឲ្យមេឃត្រង់ទៅលើនេះគឺវាការធ្វើរស្មីសំយោគនៃការទាញឬក៏ការផលិតផ្កាបាទទ្វេភេទដើម្បីជួយបង្កាត់លំអងនៅមេឃខាងអញ្ចឹងមេឃទៅលើក៏មានប្រយោជន៍សម្រាប់ប្រជាមកឬដើម្បីឲ្យវាស៊ីជីបានល្អនិងពេលដែលផ្កាផ្លែគឺវាការបង្កាត់លំអង
ឲ្យមកមេឃខាងដើម្បីទទួលបានក្តាប់ល្អប្រសើរផងដែរអញ្ចឹងយើងមើលទៅបាទតម្រង់មេឃបាទទាំងអស់នេះហើយគឺយើងមើលសភាពដើមមួយនេះបាទនេះគឺជាការតែងមេឃដែលត្រឹមត្រូវដែលយើងទុកមេឃបែបមានការហក់ឆ្វេងស្ដាំបាទទៅហក់ឆ្វេងស្ដាំគឺមេឃតម្រង់ដែលយើងទុកឲ្យវាមានផ្កាផ្លែបាទទុកមេឃតម្រង់ដែលមានផ្កាផ្លែល្អប្រសើរបាទអញ្ចឹងយើងបានមកណែនាំបាទច្បាស់បាទជាក់លាក់ដើម្បីទៅឲ្យម្ចាស់ចង្ការរូបនេះគឺគាត់បាទគឺការតាក់តែងមេឃគឺយើងទុកមេឃដែលមានប្រយោជន៍ដើម្បីទទួលនៅផលផ្កាផ្លែផងដែរបាទអញ្ចឹងមេឃដែលអត់ប្រយោជន៍យើងកាត់ឬក៏យើងនឹងធ្វើការប្រមូលឲ្យស្អាតប៉ុន្តែអ្វីដែលយើងកត់សម្គាល់នៅដីរូបនេះគឺបាទសម្បូរទៅដោយចលែនច្រើនមែនតើបាទអូនេះគឺសំដែងអំពីបាទផលបាទនៃជីដើម្បីផ្គត់ផ្គង់ទៅដល់ដំណាំចន្ទទីនៃឆ្នាំថ្មីនេះអញ្ចឹងទាំងជីធម្មជាតិដែលជួយចិញ្ចឹមទៅដល់ចន្ទទីប្រចាំថ្ងៃឬក៏ពេញមួយរដូវកាលជាមួយនឹងការប្រសាបជាតិអាស៊ីតនៅក្នុងដីម្សៅកាបោកសិកម្មដែលមានតួនាទីសំខាន់ហើយពុកម៉ែបងប្អូនណាម្សៅកាបោនេះយើងអត់ប្រើច្រើនទេត្រឹមតែ100គីឡូទេបាទដី10000ម៉ែត្រការ៉េនេះគឺដើម្បីគ្រាន់តែទប់នឹងការកាច់កាកសំណល់ចំនួនគេហៅស្ទាប់លើនៃដីកុំឲ្យវាកាកសំណល់ហ្នឹងបង្កជាមួយទឹកភ្លៀងទៅជាពពួកផ្សិតឬក៏បង្កើតជាជំរកពពួកបាក់តេរីយ៉ាងไรបាទប៉ុន្តែបើសិនរហូតទៅដល់ការធ្វើតេស្តដីដែលត្រឹមត្រូវដែលពុកម៉ែបងប្អូនទៅបានទៅដល់ឡាបូធំនៅក្រសួងអគ្គកសិកម្មអីជាដើមនោះអានឹងយើងរឹតតែការប្រើប្រាស់ហ្នឹងរឹតតែបានត្រឹមត្រូវបាទអញ្ចឹងយើងទៅមើលឡូតែមួយទេប៉ុន្តែនេះគឺថ្ងៃនេះគឺបានធ្វើការភ្ជួរបាទអញ្ចឹងយើងមកមើលការភ្ជួរទៀតបាទដើម្បីជួយអីបាទដើម្បីជួយបាទឲ្យដីចាប់ដើមមានការផ្ដាច់ឫសថ្មីបាទបាទអញ្ចឹងពុកម៉ែបងប្អូនបាទនេះគឺការភ្ជួរដីឲ្យវាផ្ដាច់ឫសថ្មីដើម្បីបង្កើតកោសិកាឬក៏ឫសជំនាន់ថ្មីបន្ថែមដើម្បីទាញយកការចិញ្ចឹមឬក៏ការបង្កើតជីនៅក្នុងដីយ៉ាងមានប្រសិទ្ធភាពហើយកុំគិតថាការភ្ជួរនេះគឺខូចបាទពុកម៉ែបងប្អូនអ្នកខ្លះថាអូភ្ជួរដាច់ឫសអស់ហើយភ្ជួរទៅខូចចន្ទទីអស់ហើយអត់ទេការភ្ជួរនេះគឺជួយចំណេញជីនៅក្នុងដីរហូតដល់60%បង្កើតជីនៅក្នុងដីតាមរយៈកាកសំណល់ជាមួយនឹងកម្ពស់ជាមួយនឹងការប្រើម្សៅកាវោឬក៏ជីធម្មជាតិរបស់ហ៊ុយយន្តកសិកម្មបាទធ្វើឲ្យដីមួយនេះគឺកាន់តែមានប្រសិទ្ធភាពបាទហើយយើងនឹងតាមដានទាំងអស់គ្នាទៀតនៅវគ្គយកត្រួយចុងក្រោយនៅចុងខែ9និងការបញ្ចេញផ្កានៅខែ10ឬក៏ខែ11ជាមួយខ្ញុំបាទបន្តទៀតបាទអញ្ចឹងคลิปមួយនេះគ្រាន់តែចង់បង្ហាញអំពីការចុះមកយកចិត្តទុកដាក់ទៅលើការតាក់តែងមេឃហើយចង់បង្ហាញតម្រង់មេឃដែលពុកម៉ែបងប្អូនត្រូវទុកនោះគឺសភាពបែបណាហើយការភ្ជួរដីបែបណាដើម្បីជួយដល់ជីពុកម៉ែបងប្អូនបាទរាល់คลิปបន្ថែមពុកម៉ែបងប្អូនអាចជួយខមមិនឬក៏ជួយចែករំលែកទៅឲ្យពុកម៉ែបងប្អូនផ្សេងទៀតបានយល់ដឹងដើម្បីបង្កើនផលឬក៏ចំណេញថវិកាក្នុងការធ្វើចន្ទទីទាំងអស់គ្នាបាទសូមអរគុណ